Moses Dyer គឺជាខ្សែប្រយុទ្ធដ៏ល្អបំផុតរបស់ភ្នំពេញក្រោននាពេលបច្ចុប្បន្នតាមរយៈការរកគ្រាប់បាល់រហូតដល់5គ្រាប់នៅក្នុង3ប្រកួតនៃពានរង្វាន់ AFC Challenge League ហើយគេនឹងក្លាយទៅជាកីឡាករដែលមិនអាចបំភ្លេចបាននៅលីកកម្ពុជាកម្ពុជារួមទាំងការប្រកួតទល់នឹងវិសាខានាចុងសប្តាហ៍នេះគេសួរបងប្អូនដែលគ្រប់គ្រង Channel YouTube របស់ខ្ញុំ City Sport តាមដានលើ Page Mobile TK Sport Refresh រួមទាំង Page របស់ខ្ញុំចង់ទៅបងប្អូនជំនួបដ៏សំខាន់រវាងវិសាខានិងភ្នំពេញក្រោននឹងធ្វើឡើងនៅសប្តាហ៍ទី11នៃលីកកម្ពុជាកម្ពុជារដូវកាល2025-2026នេះបាទអញ្ចឹងការប្រកួតគឺថ្ងៃទី8ខែវិច្ឆិកាគឺវិសាខាត្រូវប៉ះនឹងភ្នំពេញក្រោនបាទបើកកីឡាដ្ឋានវិសាខា Stadium ប៉ះភ្នំពេញក្រោនបញ្ជាក់ថាវិសាខាក្នុងការប្រកួតបាទ2លើកក្រោមការដឹកនាំរបស់លោក CN Power ដែលជាគ្រូបង្វឹកបាទបដិអាសន្នយើងឃើញថាប្រកួតដំបូងគឺក្នុងដីខ្លួនឯងគឺចាញ់ក្រុមអង្គរ Tiger ដោយលទ្ធផល3-2ហើយប្រកួតបន្ទាប់ក៏នៅក្នុងដីខ្លួនឯងដែរតែស្មើបង្កេតតាមកពិតហ្នឹងអសល់តែមួយបាល់ free kick ចុងក្រោយហ្នឹងគឺ free kick ហើយចប់តែម្ដងគឺស្ទាត់បញ្ចូលទីដោយបាទខ្សែការពារលេខ31 Sian Scully របស់បង្កេតណា free kick ជើងឆ្វេងស្អាតមែនទែនហើយក៏បញ្ចប់ទៅដោយលទ្ធផល2-2 Big នឹងបាន3ពិន្ទុទៅហើយប៉ុន្តែ Sian Scully គឺធ្វើឲ្យវិសាខាបាទធ្លាក់2ពិន្ទុទៅគឺចែកគ្នាម្នាក់មួយពិន្ទុវិញភ្នំពេញក្រោនគឺជាក្រុមដែលមិនទាន់ចាញ់តលសោះនៅក្នុងដូវកាលនេះគឺ7ប្រកួតរបស់ពួកគេយើងឃើញថាឈ្នះ5ស្មើ2បាទគឺតតបញ្ចូលទីគូប្រជែង17លើកហើយគេតតចូលវិញគឺបាទ9គ្រាប់បាទអញ្ចឹងគឺផលសងគ្រាប់បាល់គឺបាន8គ្រាប់ដែរប៉ុន្តែបើនិយាយពីដូវកាលនេះត្រឹម7ប្រកួតអ្នកដែលតតបញ្ចូលទីគូប្រជែងច្រើនជាងគេគឺអត់មានអ្នកណាគេខ្លាំងជាងបាទអង្គរ Tiger និងស្វាយរៀងគ្រាន់ថាអង្គរ Tiger គាត់លេងបានលើសស្វាយរៀងបាទគឺមកប្រកួតអញ្ចឹងណាអញ្ចឹងអង្គរ Tiger តតចូលទីគូប្រកួតរហូតដល់27គ្រាប់ស្វាយរៀងតតចូលទីគូប្រកួត25គ្រាប់បាទគាត់ខុសគ្នាមកប្រកួតទេប៉ុន្តែបើគិតពីសប្តាហ៍ទី10មានន័យថាអង្គរ Tiger កំពុងតែនាំមុខគេនៅក្នុងការតតបញ្ចូលទីគូប្រជែងនៅលីកកម្ពុជាកម្ពុជាអញ្ចឹងសបញ្ជាក់ឲ្យឃើញថាការខ្សែប្រយុទ្ធរបស់ពួកគេការលេងរបស់ពួកគេពិតជាស៊ីចង្វាក់ហើយការលេងចង្វាក់ប្រយុទ្ធរបស់គេពិតជារស់រវើកនេះយើងអាចទាញបានខ្លះៗអញ្ចឹងបាទក្រៅពីការប្រកួតសម្រាប់វិសាខាទល់នឹងភ្នំពេញក្រោនក៏មាន Naga World ថ្ងៃសៅរ៍ដូចគ្នាដែរប៉ះ Live Carousel នោះបើកកីឡាដ្ឋានកំពង់ស្ពឺម៉ោង6ហើយថ្ងៃទី9វិច្ឆិកាកងយោធពល Camera Women បាទគឺពីប្រកួតចុងក្រោយនេះយើងឃើញថាកាញ់ចាញ់ស្វាយរៀងច្រើនគ្រាប់រហូតដល់6-1ហើយក្រោយមកក៏បាទចាញ់ក្រុម ISI កោសិនជ័យ3-1អញ្ចឹងកងយោធពល Camera Women ថ្ងៃ8នេះគឺស្វាគមន៍ក្រុម Tiger ហើយខាងទីស្វាយរៀងស្វាគមន៍ក្រុមរីវងសុកសែនជ័យនៅប្រកួតកីឡាដ្ឋានជាតិមកដល់ដៃជោមកឯកំពង់ទេវ៉ាត្រូវស្វាគមន៍ ISI ដង្កោសែនជ័យនេះគឺសម្រាប់ថ្ងៃទី9ខែវិច្ឆិកាហើយការប្រកួតគឺលេងម៉ោង6ទាំងអស់ខ្សែប្រយុទ្ធគួរចាប់អារម្មណ៍ជំនួបវិសាខាទល់នឹងភ្នំពេញក្រោនឃើញថាការប្រកួតនៅ AFC Challenge League នេះពេលថ្មីនេះបងប្អូនបានឃើញហើយរកបាន5គ្រាប់បាទគឺកំពុងតែឈរកំពូលតារាងសម្រាប់ AFC Challenge League ណាគឺ5គ្រាប់ក្នុង3ប្រកួតគឺ Moses Dyer គួតដំបងទល់នឹង Dewa United ក៏រកបាន1គ្រាប់បាទហក់ពេលយ៉ាងស្អាតតែម្ដងបងប្អូនបាទគឺអញ្ចឹងគឺការតតបញ្ចូលទីរបស់គេគឺតែតក៏បានជើងឆ្វេងក៏បានជើងស្ដាំក៏បានចង់ក្បាលក៏បានហក់ពេលឬក៏មុំកន្លែងណាក៏គេអាចដាក់ជើងទៅគឺត្រូវធម្មតាខ្សែប្រយុទ្ធបើសិនជាយើងចលនាអត់ល្អហើយការដាក់ជើងឬក៏ការដឹងខ្យល់បាល់នៃបាល់មកប្រមាណទម្លាក់ជើងទៅប្រមាណទាត់ប្រមាណគឺយើងមិនអាចទាត់ចូលទេបងប្អូនបានមើលឃើញទល់នឹង Tainan City បាទគឺនៅពេលដែល Maxim Priadon គាត់ទាត់បោះកាត់ពីខាងស្ដាំមកគឺគាត់លេងមិនគាត់ហក់ទៅបាទដាក់ប៉ះជើងឆ្វេងគាត់បានបន្តិចទៅគឺបញ្ចូលទីបានមកល្មមមកស្អាតតែម្ដងអញ្ចឹងគឺតតែដឹងបាទដឹងខ្យល់បាល់អញ្ចឹងហើយបានជាខ្ញុំគិតថាតាំងឆ្វេងក៏បានស្ដាំក៏បានលើក៏បានចង់ហក់ពេនក៏បានអញ្ចឹងអ្វីដែលខ្ញុំគិតនោះគឺថាគេគឺជាខ្សែប្រយុទ្ធដ៏ល្អបំផុតនៅលីកកម្ពុជាកម្ពុជានេះពេលបច្ចុប្បន្នកន្លងទៅគេរកបាន3គ្រាប់ក្នុងការប្រកួត7លើកបង្ហាញខ្លួន6លើកនៅ Premier League ណារកបាន3គ្រាប់បាទហើយ assist បានម្ដងហើយក្នុង AFC Challenge League គឺបាន5គ្រាប់អញ្ចឹងបើសរុបគ្រាប់បាល់សម្រាប់ភ្នំពេញក្រោនគឺដូវកាលនេះគឺចូល8គ្រាប់ហើយហ្នឹងមិនគិតអំពីប៉ះជាមួយនឹងការសុការនោះគឺក៏រកបាន2គ្រាប់ដែរអញ្ចឹងបើសរុបទៅគឺចូល10គ្រាប់ហើយអរគុណបងប្អូនអរគ្នាចំពោះការតាមដានវីដេអូខ្លីនេះនឹងជួបគ្នាវីដេអូក្រោយទៀតជម្រាបលាបាទ